បាទគោនេះវាបញ្ហាដែលវាកើតកូនមកហើយវាធ្លាក់សុកអត់អស់ធ្លាក់សុកនោះវាបានតាបន្តិចទេយើងអាចថាពាក់កណ្ដាលចុះបាទវាធ្លាក់ហើយវានៅជាប់នៅក្នុងបាទស្បូនរបស់វាហ្នឹងហើយវាបាទដូចឃើញនៅក្នុងវីដេអូនេះស្រាប់គឺវាបតោងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងជំរាបសួរបងប្អូនថ្ងៃនេះគឺខ្ញុំចង់នាំអារម្មណ៍បងប្អូនបាទចង់មកនាំបងប្អូនមកមើលពីគោដែលមានបញ្ហាដែលវាកូនហើយវាអត់ធ្លាក់សុកអស់ហើយគឺវានៅស្មុំអញ្ចឹងតែម្ដងអានេះដោយសារវាគោនេះគឺកូនកាលពីល្ងាចបន្ទាប់មកស្អែកឡើងពេលព្រឹកម៉ោង8 9ហ្នឹងបានគាត់តាមខ្ញុំទៅមើលគោរបស់គាត់ដើម្បីធ្វើការចាក់ថ្នាំចាក់អីហ្នឹងទៅបាទហើយឬក៏និយាយទៅឲ្យយើងទៅមើលថាយើងត្រូវតែចាក់ថ្នាំឬក៏គួរតែលូកបាវាណាបងប្អូនណាបាទអញ្ចឹងសម្រាប់គោនេះគឺយើងមិនអាចគ្រាន់តែចាក់ថ្នាំហើយវាធ្លាក់ស្បូនធ្លាក់សុកមកទេបងប្អូនគឺយើងត្រូវតែចាក់ថ្នាំហើយយើងលូកបាទគឺយើងលូកបាលូកខ្វេះតាំងពីស្បូនវាមកតែម្ដងបានវាធ្លាក់មកបងប្អូនគឺมันអាចឲ្យវាធ្លាក់មកដោយខ្លួនឯងបានទេចាក់ថ្នាំមកកឆេទៀតក៏នៅតែមិនបាត់ក៏នៅតែមិនធ្លាក់មកដែរបងប្អូនណាតោះតែយើងលូកបាទាញព្រោះអីវាជាប់ខ្លាំងមែនតើបាទជាប់ស្អិតតែម្ដងបាទអញ្ចឹងគឺយើងមានតែវិធីយើងចាក់ថ្នាំកម្លាំងវាហើយនឹងយើងបាវាទៅបាទដើម្បីជួយវាក្នុងការឲ្យវាធ្លាក់មកបាទពេលដែលវាគោនឹងប្រឹងមកយើងទាញមកប៉ុន្តែការទាញនេះបងប្អូនយើងមិនអាចទាញវាខ្លាំងតែម្ដងបានទេយើងទាញវាសន្សំបាទបើសិនជាយើងទាញវាឲ្យខ្លាំងតែម្ដងវាអាចដាច់ហើយយើងពិបាកនៅក្នុងការតាមទៅសួរទៅរកសុកហ្នឹងបាទបន្តទៀតអញ្ចឹងសុកនេះមិនមែនជាប់លេងទេបងប្អូនណាគឺជាប់ខ្លាំងយកតែមែនតើបាទជាប់ខ្លាំងបាទហើយបើសិនជាយើងទុកដល់រយៈពេល 2-3 ថ្ងៃបាទសុកហ្នឹងអាចនឹងមានក្លិនស្អុយតែម្ដងគ្រាន់តែយើងដើរជិតគឺវាធំក្លិនស្អុយហើយរឹតតែពិបាកក្នុងការទាញបាមកទៀតដោយសារអីសុកមានសភាពស្អុយនិងរលួយបាទអញ្ចឹងអានេះដោយសារតកោនេះគឺការពេលល្ងាចដែរទេស្អែកឡើងពេលព្រឹកគាត់បានតាមខ្ញុំអញ្ចឹងខ្ញុំលូកបានេះដូចជាតារយៈពេលថាកន្លះម៉ោងចុះព្រឹកមិញណាបាទប៉ុន្តែដែលយូរនេះគឺយូរនៅក្នុងការរៀបចំសាឡុងនេះបងប្អូនណាហើយនៅក្នុងវីដេអូនេះអញ្ចឹងដែរគាត់ធ្វើសាឡុងមួយហើយប៉ុន្តែគាត់ថាវាអត់បានល្អទេបាទអញ្ចឹងក៏ខ្ញុំឲ្យគាត់រៀបចំធ្វើមួយទៀតបាទគឺធ្វើបែបនេះបងប្អូនណាយើងមិនបាច់ចាំវាយជីកទៅស4ទេគឺយើងមានតែដើមឈើមួយមកហើយយើងប្រើទៅស2បាទចងអញ្ចឹងមកហើយមួយទៀតគឺជើងក្រោយរបស់វាតែម្ដងបាទហ្នឹងគឺជាសុវត្ថិភាពរបស់យើងគឺយើងត្រូវតែបាទដាក់ឈើដើម្បីខ្ទាស់កុំឲ្យវាធាក់មកត្រូវពងពេទ្យបើមិនអញ្ចឹងបាទបែកផ្លោកពេទ្យលហើយនឹងកលពោះវាមួយព្រោះពេលខ្លះយើងលូកទៅក៏វាអស់កម្លាំងហើយវាអង្គុយដេកទៅគឺវាអាចនឹងពិបាកងើបមកវិញអញ្ចឹងយើងត្រូវតែដាក់កលពោះរបស់វាផងដែរបងប្អូនណាខ្លាចវាទន់ជើងទៅបាទអញ្ចឹងនេះគឺជាដំណើរការនៃការធ្វើសាឡុងបងប្អូនធ្វើយ៉ាងម៉េចក៏បានដែរបងប្អូនណាបងប្អូនអាចមើលជាវីដេអូហ្នឹងបងប្អូនអាចធ្វើតាមអញ្ចឹងក៏បានឬក៏បងប្អូនអាចមានវិធីដែលល្អជាងហ្នឹងបាទធ្វើទៅក៏បានដែរបាទប៉ុន្តែគ្រាន់តែដំណើរការនៃការធ្វើនេះគឺយើងដំបូងគឺយើងចាក់ថ្នាំកម្លាំងមកវាទៅបាទបន្ទាប់មកក៏យើងធ្វើការលាងសម្អាតដៃរបស់យើងឲ្យស្អាតហើយពាក់ស្រោមដៃពាក់អីឲ្យល្អទៅហើយនឹងកន្លែងបាទគូតរបស់វាបាទកន្លែងផ្លូវបន្តពូជហ្នឹងគឺយើងគួរតែលាងជាមួយសាប៊ូឬក៏សារ៉ូមប្រៃឬក៏ទឹកអំបិលកូរមួយទឹកអំបិលដើម្បីលាងគូតវាបន្តិចទៅបាទបន្ទាប់មកបានយើងធ្វើការលូកដើម្បីទាញនៅសុកដែលវាជាប់ហ្នឹងបាទនៅពេលដែលយើងទាញហើយអញ្ចឹងយើងមានថ្នាំដូចជាតេត្រាឬក៏ប្រភេទថ្នាំផ្សាយដើម្បីដាក់ចូលទៅក្នុងស្បូនដើម្បីផ្សះផ្ទាល់តែម្ដងជាមួយនឹងស្បូនហ្នឹងហើយក៏យើងធ្វើការចាក់ថ្នាំផ្សះរយៈពេល3ថ្ងៃអញ្ចឹងដំណើរការរបស់ខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងបងប្អូនណាបាទអញ្ចឹងខ្ញុំសូមពាណិជ្ជកម្មខ្លួនឯងមួយសិនបងប្អូនបាទសូមពាណិជ្ជកម្មខ្លួនឯងបាទបងប្អូនដែលត្រូវការបាទថ្នាំសម្រាប់ព្យាបាលទៅលើគោបាទមាន់ទាគោក្របីបាទឆ្កែឆ្មាដែលមានបញ្ហាបងប្អូនកុំភ្លេចឆាតមកខ្ញុំបាទឬក៏តាមរយៈ Telegram ដែលមានលេខ097 937 1717មួយខ្សែទៀត087 40616ឬក៏បងប្អូនអាចតាក់ទងមកខ្ញុំតាមរយៈ Facebookដែលមានឈ្មោះថាច័ន្ទនីពេទ្យសัตว์បងប្អូនច័ន្ទនីពេទ្យសัตว์ហើយខ្ញុំមាន page មួយដែរឈ្មោះថា Vet Care LCN បងប្អូនណា Vet Care LCN បងប្អូនអាចតាក់ទងតាមរយៈមួយណាក៏បានដែរដែលជាការងាយស្រួលសម្រាប់បងប្អូនហើយបងប្អូនអាចបាទ
call មកក៏បានឬក៏ឆាតមកប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនឆាតមកបាទល្អជាងដោយសារអីខ្ញុំរវល់ដែរអញ្ចឹងបងប្អូនអាចឆាតមកពេលដែលខ្ញុំទៅនេះខ្ញុំនឹងចូលមើលបងប្អូនអាចសាកសួរពីបញ្ហាសត្វបងប្អូនមានបញ្ហាអីយើងពិគ្រោះយោបល់គ្នាមុនធ្វើការផ្ញើថ្នាំជូនបងប្អូនបាទដើម្បីឲ្យវាត្រូវជាមួយនឹងជំងឺរបស់សត្វបងប្អូនតែម្ដងបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់បងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបងប្អូនកុំភ្លេចជួយចុច like និង subscribe នៅ channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណច្រើនបងប្អូនណាអរគុណ